រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយកកោមេងកិត្តិយសលើកយកធរណីមាត្រមកបង្ហាញចូលគណនាមុំគេឲ្យរូបដូចខាងក្រោមចូលគណនាមុំ x ដោយគេប្រាប់មុំខាងនេះ30មុំខាងនេះ40អញ្ចឹងជាដំបូងយើងត្រូវពិនិត្យមើលមុំ x គឺមុំណែនេះមានបង្ហាញនេះមុំ x បូកនឹងមុំ x អងយើងតាំងទៅនេះមុំ x អងស្មើ180 x បូក x អងស្មើ180ជាផលបូកមុំបន្ថែមផលបូកមុំបន្ថែមស្មើ180អញ្ចឹងនាំឲ្យយើងបាន x ស្មើ180យើងរកមុំ x អញ្ចឹងយើងត្រូវរកមុំ x អងឲ្យឃើញសិនអញ្ចឹងដើម្បីឲ្យឃើញមុំ x អងយើងត្រូវរកផលបូកមុំ30បូកមុំ40ស្មើមុំ x អង x ស្មើនឹង180ផលបូកមុំក្នុងនៃត្រីកោណអញ្ចឹងយើងរក x អងឃើញក្រោយពីរកឃើញ x អងហើយយើងរក x ជាបន្តអញ្ចឹង180ដក70ស្មើ120 x អងស្មើ120អញ្ចឹងនាំឲ្យយើងបាន x ស្មើប្រមាណ180ដក120គឺ60អញ្ចឹងយើងមើលការបកស្រាយទាំងអស់គ្នាគណនាមុំ x យើងដឹងហើយថាមុំ40បូកមុំ30បូកនឹងមុំ x អងមុំ30បូកមុំ40បូកមុំ x អងនេះមុំនេះស្មើនឹង180មូលហេតុអីគឺជាផលបូកមុំក្នុងត្រីកោណអញ្ចឹងនាំឲ្យយើងបានមុំ x អងស្មើ180ដកឲ្យ30បូក40 30បូក40 7 180ដក7ស្មើ110 180ដក7ស្មើ110ចឹងមុំ x អងនេះស្មើ110នេះ x អងក្រោយឃើញ x អងយើងអាចរក x ឃើញព្រោះមុំ x បូក x អងស្មើ180មុំ x អងបូក x ស្មើ180គឺផលបូកមុំបន្ថែមនេះ180ចឹងនាំឲ្យយើងបានមុំ x ស្មើ180ដក x អងមុំ x នេះស្មើ180ទាំងមូលនេះដកឲ្យ x អងស្មើ x អងយើងរកឃើញ70 110អញ្ចឹង180ដល់110ស្មើ7ដូច្នេះមុំ x ស្មើ70ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិរាត្រីសួស្តីសូមជម្រាបលា